អាមេរិកក្រុងទទួលយកយន្តហោះប្រណិតតម្លៃជាង$400 លានពីកាតាសម្រាប់ប្រាក់ដឹកប្រធានាធិបតីយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីលោកដូណាល់ត្រាំក្រុមនឹងទទួលយកយន្តហោះ Boeing 747-8ដល់ប្រណិតពីប្រទេសកាតាដើម្បីប្រើជា Air Force One សម្រាប់ដឹកប្រធានាធិបតីអាមេរិកយោងតាមការចុះផ្សាយពីសារព័ត៌មាន ABC កាលពីថ្ងៃទី11ខែឧសភាកន្លងទៅបានបង្ហាញឲ្យដឹងថាគ្រួសាររាជវង្សកាតាក្រុងនឹងផ្ដល់អំណោយឲ្យរដ្ឋបាលលោកត្រាំនៅយន្តហោះ Boeing 747-8ដល់ប្រណិតមួយដែលត្រូវបានគេដាក់ឈ្មោះថា Flying Palace ហើយបានសង្កត់ធ្ងន់ទៀតថានេះអាចជាអំណោយដ៏មានតម្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់ទទួលបានយន្តហោះ Boeing 747-8បច្ចុប្បន្ននេះមានតម្លៃប្រហែល$400 លានប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយទៀតថាយន្តហោះ Boeing 747-8ដែលត្រូវប្រើជាអំណោយនេះនឹងត្រូវបានកែលម្អជាពិសេសនិងបំពាក់មកជាមួយឧបករណ៍សម្រាប់បម្រើជា Air Force One ដើម្បីដឹកប្រធានាធិបតីបន្ទាប់ពីលោកត្រាំចាក់ចេញពីតំណែងយន្តហោះនេះត្រូវបានគេរំពឹងថានឹងបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីរបស់លោកត្រាំជំរាបជូនផងដែរថាជំវិញផែនការបរិច្ចាគយន្តហោះនេះត្រូវបានគេរំពឹងទុកថានឹងត្រូវប្រកាសនៅអំឡុងសប្តាហ៍នេះពោលគឺនៅពេលដែលប្រធានាធិបតីលោកដូណាល់ត្រាំនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួន3រួមទាំងប្រទេសកាតាផងដែរ